ក្នុងនាមជាឪពុកម្ដាយគ្រប់រូបអ្នកណាក៏ស្រឡាញ់កូនអ្នកណាក៏ចង់ឲ្យកូនមានជីវិតរស់នៅស្រួលមិនចង់ឲ្យកូនហត់មិនចង់ឲ្យកូនលំបាកតែការដែលយើងស្រឡាញ់កូនពិតគឺការបង្រៀនអប់រំកូនព្រៀនប្រដៅនិងណែនាំកូនដូចជាពាក្យចាស់លោកពោលថាពាត់ដៃទាន់នៅក្ដៅប្រដៅកូនចៅទាន់នៅតូចបង្រៀនកូនឲ្យចេះកិច្ចការនៅក្នុងផ្ទះអប់រំកូនឲ្យក្លាយទៅជាមនុស្សល្អកុំថ្នមកូនខ្លាំងពេកថ្នមកូនពេកកូននឹងមិនចេះអីហើយក្លាយទៅជាមនុស្សខ្ជិលកាន់ជើងកូនពេកក្លាយទៅជាមនុស្សខូចមិនស្គាល់ខុសមិនស្គាល់ត្រូវធ្វើអីតាមតែចិត្តខ្លួនឯងបង្រៀនកូនឲ្យស្គាល់នៅកំហុសឲ្យកូនចេះទទួលខុសត្រូវនៅអ្វីដែលកូនបានធ្វើបាននិយាយកាលណាកូនរស់នៅដោយមានវិន័យมันពិបាកព្រៀនប្រដៅនៅពេលដែលធំឡើងពីព្រោះថាឪពុកម្ដាយមិនអាចចេះតែនៅចិញ្ចឹមនិងមើលថែកូនអស់មួយជីវិតនោះទេ